ជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូ record មីថរបស់យើងគឺបង្កើត user ថ្មីមុននឹងចូលទៅដល់ការបង្កើតយើងវាយ HTML មកដើម្បីមើលឈ្មោះ user របស់យើងបន្ទាប់មកយើងវាយ PWD ដើម្បីដឹងថាយើងឈរនៅលើ directory មួយណាបន្ទាប់មកដើម្បីបង្កើត user ថ្មីរបស់យើងគឺយើងត្រូវប្រើ command មួយឈ្មោះថា sudo user add ហើយ .m នឹងសម្រាប់ឲ្យវាបង្កើត directory សម្រាប់ user ថ្មីរបស់យើងបន្ទាប់មក .s នឹងគឺបង្កើតទម្រង់ user សម្រាប់ឲ្យយើង login បន្ទាប់មកទៀតខ្ញុំ ls.l/home ដើម្បីមើលថាយើងមាន user ប៉ុន្មាននេះ user របស់យើងបានបង្កើតហើយមានចំនួន3ហើយ user មិញហ្នឹងគឺវាបានបង្កើតរួចរាល់ហើយបន្ទាប់មកយើងទៅដូរ password វាដើម្បី set password យើងវាយពាក្យថា sudo password បន្ទាប់មកដាក់ឈ្មោះ user របស់យើងគឺ su02 បន្ទាប់មកវាឲ្យវាយ password ឧទាហរណ៍ខ្ញុំដាក់ថា password វា1 2 3បន្ទាប់មក confirm password នេះវាដាក់ថា password update successful ដើម្បីចូលទៅកាន់user ថ្មីរបស់យើងគឺវាយពាក្យថា su បន្ទាប់មកដាក់ឈ្មោះ user របស់យើងគឺ su02 enter មកវាឲ្យបញ្ចូល password ដែលយើង set មិញគឺ1 2 3នេះឥឡូវយើងចូលមកកាន់ user ថ្មីរបស់យើងហើយបន្ទាប់ពីយើងបានបង្កើត user ថ្មីហើយយើងត្រូវវាយពាក្យ HTML ដើម្បីមើលថាយើងបានចូល switch ចូលទៅកាន់ user នឹងនៅបន្ទាប់មក PWD ដើម្បីមើលថាយើងឈរនៅលើ directory មួយណាចូលមក comment បន្ទាប់ខ្ញុំបង្កើត directory ថ្មីមួយដើម្បីបោះទៅឲ្យ user ហ្នឹងឧទាហរណ៍ខ្ញុំដាក់ថា test user directory ហើយខ្ញុំ ls មើលនេះយើងបានបង្កើត directory ឲ្យវាហើយជាចុងក្រោយយើងមើល user list តាមរយៈ catch etc passwd នេះឃើញថាយើងមាន user ចំនួន2